បាទជាសួរគ្រូថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញអំពី post system មួយដែលប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីជួយគ្រប់គ្រងប្រព័ន្ធលក់ឲ្យមានភាពងាយស្រួលនិងរហ័សត្រឹមត្រូវចឹងតែអញ្ចឹងយើងមាន interface 2ដែលខាងឆ្វេងនេះគឺជាផលិតផលហើយខាងស្ដាំនេះគឺជា payment អញ្ចឹងនៅក្នុងការមួយនេះគឺមានដូចជារូបភាពជាមួយនឹងយើងមានជាមួយនឹង information ហើយតម្លៃហើយ add to cart នេះនៅពេលដែលយើងចុច add to cart នេះគឺវានឹងចូលទៅកាន់ payment អញ្ចឹងឥឡូវនេះខ្ញុំបានទិញកាអានេះចំនួន4ដែលតម្លៃរបស់វាគឺ10រៀលអញ្ចឹងនៅពេលដែលយើងទិញ4កាអាគឺវា calculate ឲ្យយើងមកឥឡូវនេះវាបាន$40ដែលដោយសារតែអារបស់យើងទិញហ្នឹងគឺមានចំនួន4បាទហើយនោះវានឹងធ្វើការcount ឲ្យយើងស្រាប់អញ្ចឹងឥឡូវនេះខ្ញុំសាកធ្វើការ pay ដែលតម្លៃនោះគឺបើសិនបើយើងវាយអត់គ្រប់ចំនួនលុយទេនោះវានឹងមិនអាច check out បានទេអញ្ចឹងឥឡូវឧទាហរណ៍ថាកាអាទាំងអស់គឺមានតម្លៃ$40ហើយខ្ញុំធ្វើការវាយទៅ35ហ្នឹងអញ្ចឹងខ្ញុំ check out គឺ payment fail អញ្ចឹងឧទាហរណ៍ថាឥឡូវបើសិនបើខ្ញុំមកវាយលើសនោះវានឹងធ្វើការ calculate លុយ app របស់យើងវិញឧទាហរណ៍ថាខ្ញុំវាយ45វានឹង app របស់យើងវិញ5រៀលលុយខ្មែរគឺ2500អញ្ចឹងទៅហើយតាក់ទងទៅនឹងកន្លែង total នេះគឺយើងមាន total ជាលុយដុល្លារហើយនិងលុយខ្មែរដែរលុយខ្មែរនោះគឺយើងធ្វើការគុណជាមួយនឹង40ឬក៏41ទៅតាមហាងមកគេអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការចុច check out អញ្ចឹងទៅនៅពេលដែលខ្ញុំចុច check out នោះគឺវានឹង print ជាក្រាស់វិក័យប័ត្រឲ្យខ្ញុំមួយដែលក្រាស់វិក័យប័ត្រហ្នឹងគឺមានquantity គឺ4ដែល A របស់យើងបានទិញ4ហ្នឹងហើយជាមួយនឹងrate គឺ$10ហើយ amount គឺ40អញ្ចឹងនេះគឺជាវិក័យប័ត្រមួយដែលវាធ្វើការបូកតន័យទាំងអស់ហ្នឹងហើយវាធ្វើការ print ចេញឲ្យយើងអញ្ចឹង post system មួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនលោកគ្រូ